បាទសូមគោរពជ្រាបសួរពុកម៉ែបងប្អូនទាំងអស់បាទនេះគឺជាការធ្វើខជើងមាន់បងប្អូនបាទជើងមាន់នេះយើងស្ងោររួចហើយណាបងប្អូនបាទហ្នឹងហើយស្ងោរហើយបាទអានេះខ្ទឹមបុកខ្ទឹមហើយលេងម្រេចលីអីចឹងទៅណាបងប្អូនដាក់គ្រឿងដាក់អីខ្លះទៅបាទបន្ទាប់មកហ្នឹងគឺនេះយើងលេងផ្កាច័ន្ទបាទបងប្អូនស្គាល់អត់ផ្កាច័ន្ទបងប្អូនបាទផ្កាច័ន្ទហ្នឹងយើងលេងឲ្យវាឈ្ងុយឲ្យវាល្មមហើយបាទបន្ទាប់មកគឺយើងបាទដាក់ឆ្នាំងមួយទៀតនឹងហើយយើងកូរគ្រឿងបងប្អូននេះកូរស្ករបងប្អូនបាទនេះស្ករបាទស្ករអំពួងស្ករនឹងឲ្យវាឡើងក្រហមទៅអញ្ចឹងទៅណាបងប្អូនបាទបន្ទាប់មកក៏ទៀតគេគឺចាំមើលតិចទៅបងប្អូនបាទបន្ទាប់មកវាឡើងក្រហមពពុះអញ្ចឹងហើយគេបងខ្ទឹមចូលឲ្យយើងបុកអំបិលបុកនៅក្នុងត្បាល់មិញហ្នឹងបងប្អូនបាទហ្នឹងហើយដាក់ចូលទៅរួចហើយកត់កកោបាទប៉ុន្តែយើងដកចេញពីភ្លើងទៅណាបងប្អូនខំចាំងខ្លោចណាអត់តន់ភ្លើងខ្លាំងដែរណាបងប្អូនបាទហ្នឹងហើយមើលទៅបាទរួចហើយក៏ដាក់ចូលទៅលើភ្លើងវិញទៅវាល្មមបាទបន្ទាប់ហើយក៏ដាក់ទឹកត្រីបងប្អូនបាទនេះដាក់ទឹកត្រីចូលបាទពងបាទបន្ទាប់មកថែមប៊ីចេងម្សៅស្ទប់អីខ្លួនឯងចឹងណាបងប្អូនកន្លែងហ្នឹងបាទភ្លក់មកល្មមទៅហើយជើងមាន់ចូលទៅបងប្អូនបាទនេះដាក់ជើងមាន់ចូលទៅរួចហើយកូរឲ្យសព្វបងប្អូនបាទនេះហើយកូរឲ្យវាសព្វឲ្យគ្រឿងវាលាយគ្នាជាមួយគ្រឿងមួយអីចឹងណាជើងមាន់ហ្នឹងណាបាទរួចហើយគ្រឿងតបតិចហើយក៏ដាក់អាផ្កាច័ន្ទនឹងចូលទៅបងប្អូនដាក់ផ្កាច័ន្ទនឹងចូលទៅបាទអាផ្កាច័ន្ទដែលយើងលេងវាមុនគេហ្នឹងណាបាទទីហើយយើងកូរវាឲ្យសព្វម្សាទៀតបាទកូរឲ្យសព្វម្សាទៀតទៅបាទកន្លែងនេះក៏ថែមទឹកបន្តិចដើម្បីឲ្យវាកុំឲ្យវាស្ងួតណាបងប្អូនបាទថែមទឹកបន្តិចទៅបាទបន្ទាប់មកគឺយើងត្រូវមកបកពួងទាបងប្អូនបាទ